ជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់ពួកយើងដែលយើងនឹងនិយាយអំពីតំណែងតំណងវត្តសេដ្ឋកិច្ចកម្ពុជានិងវត្តសេដ្ឋកិច្ចរបស់ពិភពលោកតើអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់អត់ថាវត្តសេដ្ឋកិច្ចរបស់កម្ពុជាដើរស្របពេលជាមួយនឹងវត្តសេដ្ឋកិច្ចរបស់ពិភពលោកដែរឬទេអញ្ចឹងដើម្បីឆ្លើយតបទៅកាន់សំណួរនេះខាងនិស្សិតរបស់យើងបានធ្វើការវិភាគទៅលើវិស័យខ្លះៗដូចជាផលិតផលក្នុងស្រុកឬក៏ GDP វិស័យពាណិជ្ជកម្មវិស័យទេសចរក៏ដូចជាការវិនិយោគមកពីបរទេសអញ្ចឹងក្នុងគោលបំណងនៃការស្រាវជ្រាវនេះគឺយើងចង់ដឹងឲ្យកាន់តែច្បាស់ពីតំណែងតំណងនៃសេដ្ឋកិច្ចទាំងពីរដូច្នេះកុំឲ្យខាតពេលយូរពួកយើងសូមធ្វើការបកស្រាយទៅលើរឿងនេះឲ្យកាន់តែស៊ីជម្រៅមុននឹងឈានចូលទៅដល់ការបកស្រាយពួកយើងសូមសង្ខេបនៅព័ត៌មានលម្អិតខ្លះៗជាមុនសិនវត្តសេដ្ឋកិច្ចមានន័យថាគឺជាការកើនឡើងនិងធ្លាក់ចុះនៃសកម្មភាពសេដ្ឋកិច្ចសរុបរបស់ប្រទេសមួយហើយវាបានភ្ជាប់ទៅនឹងវិស័យជាច្រើនដូចជាការផលិតពាណិជ្ជកម្មទេសចរនិងការវិនិយោគពីបរទេសផងដែរចំណែកឯវត្តសេដ្ឋកិច្ចអន្តរជាតិគឺជាការកើនឡើងនិងធ្លាក់ចុះនៃប្រទេសជាច្រើនរួមមានកត្តាផ្សេងៗដូចជាព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗដែលបានជះឥទ្ធិពលដល់វត្តសេដ្ឋកិច្ចយ៉ាងខ្លាំងទោះបីប្រទេសកម្ពុជាគឺជាប្រទេសតូចប៉ុន្តែប្រទេសកម្ពុជាមានទំនាក់ទំនងយ៉ាងស្និទ្ធស្នាលជាមួយនឹងសេដ្ឋកិច្ចពិភពលោកនេះបើយោងតាមការចុះផ្សាយរបស់ World Data ដែលបានចុះផ្សាយកាលពីឆ្នាំ2022ដែលប្រទេសកម្ពុជាមានការកើនឡើងទៅលើការនាំចេញការវិនិយោគពីក្រៅស្រុកនិងវិស័យទេសចរណ៍ដែលកត្តាទាំងអស់នេះជួយឲ្យផលិតផលក្នុងស្រុកមានការកើនឡើងប្រហែល 5.2% ស្របគ្នាផងដែរវិស័យឧស្សាហកម្មនិងវិស័យសេវាកម្មបានពង្រីកខ្លួនយ៉ាងឆាប់រហ័សដោយបានជួយឲ្យវិស័យទេសចរណ៍អន្តរជាតិដែលបានធ្លាក់ចុះជុំវិញពិភពលោកដោយសារ COVID-19 បានស្ដារឡើងវិញការសិក្សាស្វែងយល់ពីវត្តសេដ្ឋកិច្ចកម្ពុជាធៀបនឹងសេដ្ឋកិច្ចពិភពលោកគឺពិតជាមានសារៈសំខាន់ណាស់ព្រោះប្រសិនបើប្រទេសកម្ពុជាដើរស្របនឹងសេដ្ឋកិច្ចពិភពលោកនោះយើងអាចវិភាគបានមុនដឹងថាប្រទេសកម្ពុជាសេដ្ឋកិច្ចមានការដើរលឿនឬក៏យឺតដោយយើងក្រឡេកទៅមើលសេដ្ឋកិច្ចពិភពលោកប៉ុន្តែប្រសិនបើសេដ្ឋកិច្ចកម្ពុជាដើរយឺតជាងសេដ្ឋកិច្ចពិភពលោកនោះអ្នកនយោបាយត្រូវរកវិធីសាស្ត្រថ្មីដើម្បីជួយឲ្យសេដ្ឋកិច្ចកម្ពុជាកុំឲ្យដើរយឺតពេកជាងសេដ្ឋកិច្ចពិភពលោកឥឡូវនេះយើងក្រឡេកមកមើលលើកត្តាពាណិជ្ជកម្មវិញម្ដងពាណិជ្ជកម្មគឺជាគន្លឹះដ៏សំខាន់ដែលអាចតភ្ជាប់កម្ពុជាទៅកាន់ពិភពលោកតាមរយៈទិន្នន័យខាងលើបានបង្ហាញថាការនាំចេញនៅកម្ពុជាគឺមានការកើនឡើងយ៉ាងខ្លាំងគឺកើនពី 5.7 ពាន់លានដុល្លារនៅក្នុងឆ្នាំ2009រហូតដល់ប្រមាណ 28.8 ពាន់លានដុល្លារនៅក្នុងឆ្នាំ2022ដែលទាំងនេះអាចបញ្ជាក់បានថាកម្ពុជាគឺកំពុងតែអភិវឌ្ឍនៃការផលិតនិងការផ្គត់ផ្គង់ទំនិញទៅកាន់ពិភពលោកចំណែកឯការនាំចូលនៅកម្ពុជាក៏មានការកើនឡើងខ្លាំងដូចគ្នាតាមរយៈការកើនឡើងនៃតម្រូវការនៅក្នុងពិភពលោកដូចជាទំនិញសម្ភារៈសំណង់ឬក៏គ្រឿងម៉ាស៊ីនជាដើមដែលនេះក៏អាចបញ្ជាក់បានដែរថាសេដ្ឋកិច្ចកម្ពុជាកំពុងតែមានការលូតលាស់ប្រសិនបើយើងក្រឡេកមកមើលលើការវិភាគពិភពលោកវិញយើងឃើញថានៅពេលដែល GDP ពិភពលោកកើនឡើង 1% GDP នៅកម្ពុជាក៏មានការកើនឡើងប្រមាណ 0.81% ដូចគ្នាដែលទាំងអស់នេះយើងអាចសរុបបានថាសេដ្ឋកិច្ចកម្ពុជាគឺមានការតបតទៅនឹងការផ្លាស់ប្ដូរនៃសេដ្ឋកិច្ចពិភពលោកចំណែកឯផ្នែកទេសចរនៅកម្ពុជាក៏មានសារៈសំខាន់ផងដែរនៅក្នុងកំឡុងឆ្នាំ2020កម្ពុជាបានទទួលនូវប្រាក់ចំណូល 1.02 ពាន់លានដែលទទួលរងនូវផលប៉ះពាល់ដោយសារ COVID-19 ប៉ុន្តែនៅក្នុងកំឡុងឆ្នាំ2024កម្ពុជាទទួលបាននូវប្រាក់ចំណូល 3.63 ពាន់លានជាមួយនឹងអ្នកទេសចរ 6.7 លាននាក់ដែលនេះបានបង្ហាញឲ្យឃើញថាសេដ្ឋកិច្ចកម្ពុជាដើរតាមសេដ្ឋកិច្ចពិភពលោកដែលប្រទេសមួយចំនួនដូចជាប្រទេសចិនប្រទេសអឺរ៉ុបនិងប្រទេសថៃកើនឡើងប្រាក់ចំណូលខ្ពស់មនុស្សជាច្រើនធ្វើដំណើរជុំវិញពិភពលោកក្នុងនោះប្រទេសកម្ពុជាក៏ទទួលបាននូវប្រាក់ចំណូលផងដែរភោជនីយដ្ឋានសន្តាគារប្រាក់ទេសចរកន្លែងទេសចរនិងវប្បធម៌ក៏ទទួលបាននូវអត្ថប្រយោជន៍ឥឡូវបើយើងក្រឡេកមកមើលពីការវិនិយោគបរទេសឬក៏ FDI មានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាហើយការវិនិយោគពីបរទេសភាគច្រើននៅក្នុងកម្ពុជាគឺផ្ដោតទៅលើវិស័យដូចជាកសិកម្មសម្ភារៈបំពាក់ក៏ដូចជាសំណង់ធំនៅក្នុងឆ្នាំ2023ប្រមាណជា 90% នៃការវិនិយោគបរទេសគឺផ្ដោតទៅលើសំណង់ធំដែលទទួលបានមកពីប្រទេសចិនហើយបើសិនជាយើងប្រៀបទៅនឹងប្រទេសដទៃវិញគឺគេវិនិយោគទៅលើវិស័យចម្រុះដូចជា High Tech ហើយនេះបញ្ជាក់ឲ្យយើងឃើញថា GDP របស់ប្រទេសកម្ពុជារៀងឆ្លើយតបយឺតបន្តិចទៅនឹងសេដ្ឋកិច្ចរបស់ពិភពលោក
មិនត្រឹមតែប៉ុណ្ណោះទេទាំងអស់គ្នាបន្ទាប់ពីយើងបានប្រមូលទិន្នន័យផ្សេងៗយើងក៏បានធ្វើការវិភាគរវាងទំនាក់ទំនងរបស់ GDP ពិភពលោកនិង GDP របស់កម្ពុជាក្នុងគោលបំណងដើម្បីដឹងថាកម្ពុជាដើរតាមទិន្ននាការរបស់ពិភពលោកឬក៏យឺតជាងសម្រាប់ទិន្នន័យយើងប្រើ GDP របស់កម្ពុជាពីឆ្នាំ2009ដល់2023និង GDP របស់ពិភពលោកក្នុងរយៈពេលតែមួយសម្រាប់វិធីវិភាគយើងប្រើវិធី Pearson correlation ដើម្បីវាស់ពីទំនាក់ទំនងខ្លាំងឬសោយរវាងការធ្លាក់ចុះឬក៏ការកើនឡើងរបស់ GDP ពិភពលោកនិងកម្ពុជាបូករួមទាំង P value ដើម្បីពិនិត្យថាទំនាក់ទំនងនេះមានសារៈសំខាន់ឬគ្មានសារៈសំខាន់ផងដែរដូច្នេះលទ្ធផលបង្ហាញថា correlation ស្មើនឹង 0.275 មានទំនាក់ទំនងខ្សោយនិង P value ស្មើនឹង 0.321 បញ្ជាក់ថាទំនាក់ទំនងនេះមិនមានសារៈសំខាន់ទេនេះមានន័យថា GDP របស់ពិភពលោកនិង GDP របស់កម្ពុជាដើរតាមគ្នាតែបន្តិចបន្តួចប៉ុណ្ណោះដោយសារតែកត្តាផ្សេងៗនៅក្នុងប្រទេសមានឥទ្ធិពលខ្លាំងជាងទៅលើ GDP របស់កម្ពុជាដូច្នេះយើងអាចវិភាគបានថា GDP របស់ពិភពលោកមិនអាចព្យាករណ៍ GDP របស់កម្ពុជាបានយ៉ាងច្បាស់លាស់ទេបន្ទាប់ពីយើងធ្វើការវិភាគ GDP កម្ពុជានិង GDP ពិភពលោកតាម Pearson correlation រួចមកយើងក៏បានធ្វើការវិភាគមួយទៀតផងដែរគឺតាម regression analysis គឺដើម្បីដឹងថា GDP កម្ពុជាដើរតាមនិន្នាការពិភពលោកឬក៏អត់រួចយើងក៏បានប្រើ IMF និង World Bank GDP កម្ពុជានិង GDP ពិភពលោកក្នុងឆ្នាំដូចគ្នាផងដែរសម្រាប់ model មួយ contemporaneous regression គឺយើងប្រៀបធៀប GDP កម្ពុជានិង GDP ពិភពលោកនៅក្នុងឆ្នាំដូចគ្នាសម្រាប់លទ្ធផល slope ស្មើ 0.813 មានន័យថា GDP ពិភពលោកគឺបានកើនឡើង 1% រីឯ GDP កម្ពុជាគឺបានកើនឡើង 0.81% សម្រាប់ R grade ស្មើ 0.309 និង P value ស្មើ 0.03 លទ្ធផលគឺមានន័យសំខាន់ណាស់ចំណែកឯ model ទី2នេះវិញគឺជា lag regression ដែល model នេះមានតួនាទីក្នុងការត្រួតពិនិត្យថាតើ GDP ពិភពលោកអាចជះឥទ្ធិពលទៅលើ GDP នៅកម្ពុជានៅឆ្នាំបន្ទាប់បានដែរឬទេតាមរយៈលទ្ធផលយើងឃើញថា slope មានត្រឹមតែ 0.369 R square មានត្រឹមតែ 0.069 និង P value មានត្រឹមតែ 0.37 តែប៉ុណ្ណោះដែលលទ្ធផលនេះអាចបញ្ជាក់បានថាវាពុំសូវមានសារៈសំខាន់ទេគឺមានន័យថា GDP ពិភពលោកមិនមានឥទ្ធិពលទៅលើ GDP កម្ពុជានៅឆ្នាំបន្ទាប់ឡើយដូច្នេះយើងអាចសន្មតមកវិញបានថាសេដ្ឋកិច្ចកម្ពុជាគឺតបតទៅនឹងការផ្លាស់ប្ដូរនៃសេដ្ឋកិច្ចពិភពលោកភ្លាមគឺមិនមែនរងឥទ្ធិពលនៅឆ្នាំបន្ទាប់ឡើយសម្រាប់ការស្រាវជ្រាវនេះបានបង្ហាញឃើញថាសេដ្ឋកិច្ចកម្ពុជាធ្វើចលនាស្របទិសដៅជាមួយនឹងសេដ្ឋកិច្ចពិភពលោកសេដ្ឋកិច្ចអន្តរជាតិមានឥទ្ធិពលមធ្យមលើសេដ្ឋកិច្ចកម្ពុជាតាមរយៈពាណិជ្ជកម្មទេសចរនិងវិនិយោគបរទេស FDI ប៉ុន្តែកត្តាក្នុងស្រុកដូចជានយោបាយរដ្ឋកលហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក៏មានតួនាទីសំខាន់ដែរអញ្ចឹងអ្នកនយោបាយគួរតាមដាននិន្នាការពិភពលោកដូចគ្នាខណៈពេលដែលខ្វាយខ្វល់ពីកត្តាក្នុងស្រុកដើម្បីធានានូវការរីកចម្រើនសេដ្ឋកិច្ចយូរអង្វែង